សូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចា៎ថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរទំនុកដង្កើងនៅជំពូក23ខ1ដល់ខ6ទំនុកដង្កើងជំពូក23ខ1ព្រះយេហូវ៉ាទ្រង់ជាអ្នកគង់វាលខ្ញុំនឹងមិនខ្វះអ្វីសោះទ្រង់ឲ្យខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចីទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនទ្រង់កែព្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយត្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនងហើយនឹងដំបងរបស់ទ្រង់កម្សាន្តចិត្តទូលបង្គំទ្រង់រៀបតុនៅមុខទូលបង្គំចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំពែងនៃទូលបង្គំក៏ពេញហៀរប្រាកដជាសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដរាបដល់អស់មួយជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅសូមព្រះប្រទានពរ